ទំពាំងស្នងឫស្សីកម្ពុជាមេសាសាឡាតូចៗនាំគ្នាប្រមូលលុយ100រៀល200រៀល500រៀលជាជំនួយផ្ញើតាមអ្នកគ្រូបង្ហាញពីស្មារតីស្រឡាញ់ជាតិតាំងពីតូចថ្មីនេះเพจផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជាបានបង្ហោះវីដេអូមួយនៃសកម្មភាពរបស់កូនសិស្សសាលាតូចៗជាច្រើនដែលបាននាំគ្នាប្រមូលលុយដែលមាននៅក្នុងខ្លួនខ្លះមាន100រៀលខ្លះ200រៀលនិងខ្លះអាចមានដល់500រៀលទៅ1000រៀលមកជូនអ្នកគ្រូរបស់ខ្លួនដើម្បីជាជំនួយជួយដល់ជនភៀសសឹកនិងបងវីរៈកងទ័ពជួមុខក្នុងវីដេអូនោះដែរឃើញថាអ្នកគ្រូបន្ទុកថ្នាក់មានការរំជួលចិត្តខ្លាំងមែនទែនរហូតទប់ទឹកភ្នែកបញ្ជាប់នៅខាងចុងវីដេអូអ្នកគ្រូក៏បានសួរកូនថាលុយដែលប្រមូលបាននេះចង់យកទៅធ្វើអ្វីហើយពួកគេក៏ឆ្លើយតបវិញថាចង់ឲ្យអ្នកគ្រូយកទិញទឹកផ្លែឈើឲ្យកងទ័ពហូបទៅមានកម្លាំងក្រោយវីដេអូនេះត្រូវបានចែកចាយមានមហាជនខ្មែរតាមបណ្ដាញសង្គមជាច្រើនសម្ដែងអារម្មណ៍កោតសរសើរចំពោះទឹកចិត្តរបស់កុមារតូចៗទាំងនោះជាខ្លាំងដែលចេះបង្ហាញទឹកចិត្តស្នេហាជាតិគិតគូរដល់ប្រជាជនរួមជាតិដែលកំពុងជួបការលំបាកនិងជាពិសេសគឺនឹករលឹកដល់បងវីរៈកងទ័ពចង់ឲ្យពួកគាត់ទទួលទានអាហារទឹកផ្លែឈើល្អៗឲ្យមានកម្លាំងតទល់កម្ចាត់ខ្មាំងសត្រូវឈ្លានពានទឹកដីចាពិពិតជារឿងមួយចាគួរឲ្យកោតសរសើរមែនតើចាសម្រាប់ក្មេងៗចាតូចចាដែលបាននាំគ្នាប្រមូលលុយចាខ្លះគឺមាន100រៀលចាក៏មាន200រៀលរហូតដល់500រៀលចាដើម្បីជាជំនួយនិងផ្ញើតាមអ្នកគ្រូរបស់ខ្លួនចាដើម្បីបង្ហាញពីស្មារតីស្រឡាញ់ជាតិតាំងតែពីតូចតែឃើញថាថ្មីនេះចាភ័យផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជាចាគឺបានបង្ហោះជាវីដេអូមួយនៃសកម្មភាពរបស់កូនសិស្សសាលាតូចជាច្រើនចាដែលបាននាំគ្នាប្រមូលលុយដែលមាននៅក្នុងខ្លួនចាខ្លះហ្នឹងក៏អាចមានដល់500រៀលទៅ1000រៀលចាយកមកផ្ញើជូនអ្នកគ្រូរបស់ខ្លួនដើម្បីធ្វើជាជំនួយជួយទៅដល់ជនភៀសសឹកនិងបងដែលជាវីរៈកងទ័ពនៅជួរខាងមុខនៅក្នុងវីដេអូនោះផងដែរចាឃើញថាមានអ្នកគ្រូបន្ទុកថ្នាក់ចាគាត់មានការរំជួលចិត្តជាខ្លាំងមែនទែនរហូតធ្វើឲ្យគាត់នឹងទប់ទឹកភ្នែកបញ្ជាប់ទៅនៅខាងចុងវីដេអូអ្នកគ្រូក៏បានសួរទៅកូនថាលុយដែលប្រមូលបាននេះចាចង់យកទៅធ្វើអ្វីហើយពួកគេក៏បានឆ្លើយតបមកវិញដែរផងថាចង់ឲ្យអ្នកគ្រូនឹងយកទៅទិញទឹកផ្លែឈើឲ្យកងទ័ពហូបទៅដើម្បីមានកម្លាំងក្រោយពីវីដេអូនេះត្រូវបានចែកចាយឃើញថាមានមហាជនខ្មែរនៅតាមបណ្ដាញសង្គមជាច្រើនចាក៏បានសម្ដែងនៅអារម្មណ៍ការកោតសរសើរចំពោះទឹកចិត្តរបស់កុមារតូចទាំងអស់នោះជាខ្លាំងដូចគ្នាចាដែលចេះបង្ហាញទឹកចិត្តស្នេហាជាតិគិតគូរដល់ប្រជាជនរួមជាតិដែលកំពុងតែជួបការលំបាកនិងជាពិសេសហ្នឹងគឺនឹករលឹកទៅដល់បងដែលជាវីរៈកងទ័ពនិងចង់ឲ្យពួកគាត់នឹងទទួលទានអាហារនិងទឹកផ្លែឈើដែលល្អឲ្យមានកម្លាំងដើម្បីទប់ទល់និងកម្ចាត់ខ្មាំងសត្រូវដែលឈ្លានពានទឹកដីទំពាំងស្នងឫស្សីកម្ពុជាមេសាសាឡាតូចនាំគ្នាប្រមូលលុយ100រៀល200រៀល500រៀលជាជំនួយផ្ញើតាមអ្នកគ្រូបង្ហាញពីស្មារតីស្រឡាញ់ជាតិតាំងពីតូចថ្មីនេះเพจផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជាបានបង្ហោះវីដេអូមួយនៃសកម្មភាពរបស់កូនសិស្សសាលាតូចជាច្រើនដែលបាននាំគ្នាប្រមូលលុយដែលមាននៅក្នុងខ្លួនខ្លះមាន100រៀលខ្លះ200រៀលនិងខ្លះអាចមានដល់500រៀលទៅ1000រៀលមកជូនអ្នកគ្រូរបស់ខ្លួនដើម្បីជាជំនួយជួយដល់ជនភៀសសឹកនិងបងវីរៈកងទ័ពជួមុខក្នុងវីដេអូនោះដែរឃើញថាអ្នកគ្រូបន្ទុកថ្នាក់មានការរំជួលចិត្តខ្លាំងមែនទែនរហូតទប់ទឹកភ្នែកបញ្ជាប់នៅខាងចុងវីដេអូអ្នកគ្រូក៏បានសួរកូនថាលុយដែលប្រមូលបាននេះចង់យកទៅធ្វើអ្វីហើយពួកគេក៏ឆ្លើយតបវិញថាចង់ឲ្យអ្នកគ្រូយកទិញទឹកផ្លែឈើឲ្យកងទ័ពហូបទៅមានកម្លាំងក្រោយវីដេអូនេះត្រូវបានចែកចាយមានមហាជនខ្មែរតាមបណ្ដាញសង្គមជាច្រើនសម្ដែងអារម្មណ៍កោតសរសើរចំពោះទឹកចិត្តរបស់កុមារតូចទាំងនោះជាខ្លាំងដែលចេះបង្ហាញទឹកចិត្តស្នេហាជាតិគិតគូរដល់ប្រជាជនរួមជាតិដែលកំពុងជួបការលំបាកនិងជាពិសេសគឺនឹករលឹកដល់បងវីរៈកងទ័ពចង់ឲ្យពួកគាត់ទទួលទានអាហារទឹកផ្លែឈើល្អៗឲ្យមានកម្លាំងតទល់កម្ចាត់ខ្មាំងសត្រូវឈ្លានពានទឹកដីចាពិពិតជារឿងមួយចាគួរឲ្យកោតសរសើរមែនតើចាសម្រាប់ក្មេងចាតូចចាដែលបាននាំគ្នាប្រមូលលុយចាខ្លះគឺមាន100រៀលចាក៏មាន200រៀលរហូតដល់500រៀលចាដើម្បីជាជំនួយនិងផ្ញើតាមអ្នកគ្រូរបស់ខ្លួនចាដើម្បីបង្ហាញពីស្មារតីស្រឡាញ់ជាតិតាំងតែពីតូចតែឃើញថាថ្មីនេះចាភ័យផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជាចាគឺបានបង្ហោះជាវីដេអូមួយនៃសកម្មភាពរបស់កូនសិស្សសាលាតូចជាច្រើនចាដែលបាននាំគ្នាប្រមូលលុយដែលមាននៅក្នុងខ្លួនចាខ្លះហ្នឹងក៏អាចមានដល់500រៀលទៅ1000រៀលចាយកមកផ្ញើជូនអ្នកគ្រូរបស់ខ្លួនដើម្បីធ្វើជាជំនួយជួយទៅដល់ជនភៀសសឹកនិងបងដែលជាវីរៈកងទ័ពនៅជួរខាងមុខនៅក្នុងវីដេអូនោះផងដែរចាឃើញថាមានអ្នកគ្រូបន្ទុកថ្នាក់ចាគាត់មានការរំជួលចិត្តជាខ្លាំងមែនទែនរហូតធ្វើឲ្យគាត់នឹងទប់ទឹកភ្នែកបញ្ជាប់ទៅនៅខាងចុងវីដេអូអ្នកគ្រូក៏បានសួរទៅកូនថាលុយដែលប្រមូលបាននេះចាចង់យកទៅធ្វើអ្វីហើយពួកគេក៏បានឆ្លើយតបមកវិញដែរផងថា
ចង់ឲ្យអ្នកគ្រូនឹងយកទៅទិញទឹកផ្លែឈើឲ្យកងទ័ពហូបទៅដើម្បីមានកម្លាំងក្រោយពីវីដេអូនេះត្រូវបានចែកចាយជាឃើញថាមានមហាជនខ្មែរនៅតាមបណ្ដាញសង្គមជាច្រើនក៏បានសម្ដែងនៅអារម្មណ៍ការកោតសរសើរចំពោះទឹកចិត្តរបស់កុមារតូចៗទាំងអស់នោះជាខ្លាំងដូចគ្នាចាដែលចេះបង្ហាញទឹកចិត្តស្នេហាជាតិគិតគូរដល់ប្រជាជនរួមជាតិដែលកំពុងតែជួបការលំបាកនិងជាពិសេសហ្នឹងគឺនឹករលឹកទៅដល់បងដែលជាវីរៈកងទ័ពនិងចង់ឲ្យពួកគាត់នឹងទទួលទានអាហារនិងទឹកផ្លែឈើដែលល្អៗឲ្យមានកម្លាំងដើម្បីទប់ទល់និងកម្ចាត់ខ្មាំងសត្រូវដែលឈ្លានពានទឹកដី